បាទបងប្អូនដែលជាជាងសម្រាប់ធ្វើម្សៅបៀកបងប្អូនកុំអានអស់រំលងនៅវីដេអូនេះយើងខ្ញុំនឹងរៀបរាប់នៅឧបករណ៍សម្រាប់ធ្វើការជាមួយនឹងម្សៅបៀកជូនបងប្អូនទាំងអស់គ្នាបាទជាងខ្ញុំនឹងរៀបរាប់ពីដំណើរការតាំងពីកូនម្សៅដំបូងរហូតដល់បញ្ចប់នៃ scheme code នឹងតែម្ដងអញ្ចឹងខ្ញុំរៀបចំជាភាគជូនបងប្អូនទាំងអស់គ្នាជាមួយនឹងឧបករណ៍ទាំងអស់នេះនៅខាងមុខរបស់ខ្ញុំនេះទៅតាមលេខរៀងវានីមួយៗដែលយើងគួរតែធ្វើតាមដំណាក់កាលណាខ្លះបាទអញ្ចឹងយើងចូលទៅដំណាក់កាលដំបូងគេទៅដើម្បីឲ្យបងប្អូនទស្សនាមកឥឡូវយើងចូលមកឧបករណ៍ដំបូងគេនៃការធ្វើការជាមួយនឹងម្សៅបៀកបាទអញ្ចឹងយើងចូលឧបករណ៍ដំបូងគេនេះគឺម៉ូទ័រឈូសទឹកថ្នាំចាស់និងម៉ូទ័រកូរម្សៅបៀកបាទអញ្ចឹងលក្ខខណ្ឌពីរនេះខុសគ្នាបើសិនជាបងប្អូនចូលការដ្ឋានថ្មីហ្មងដូចថាចូលការដ្ឋានថ្មីដែលផ្ទះហ្នឹងទៅបោកហើយថ្មីហ្មងអញ្ចឹងបងប្អូនត្រូវប្រើម៉ូទ័រកូរម្សៅបៀកនេះយកតែម្ដងបាទយើងក៏មានជំរើសជាមួយនឹងផ្លែផ្សេងគ្នាម៉ូទ័រនេះកូរម្សៅបៀកក៏បានកូរស៊ីម៉ងក៏បានដែរបងប្អូនបាទហើយបើសិនជាបងប្អូនមានម៉ូទ័រស្វានបុកអីហើយនេះបងប្អូនអាចទិញតែផ្លែនេះទៅដាក់ជាមួយនឹងម៉ូទ័រស្វានបុករបស់យើងហ្នឹងទៅយើងអាចកូរបានដែរបងប្អូនវាមានពីរប្រភេទដែរមានអាមូលចេះហើយនឹងរៀងជ្រុងចេះបងប្អូនបាទចំណែកឯបងប្អូនដែលធ្វើការជួសជុលផ្ទះឡើងវិញណាបញ្ជាក់កន្លែងហ្នឹងវាពីរដាច់កន្លែងពីគ្នាអញ្ចឹងបើបងប្អូនធ្វើការជួសជុលផ្ទះឡើងវិញគឺយើងប្រើជាមួយនឹងឧបករណ៍ខាងនេះដែលមានម៉ូទ័រឈូសទឹកថ្នាំចាស់យើងអាចក៏អាចឈូស skim coat ចោលបានដែរបងប្អូនឈូសទឹកថ្នាំចាស់និង skim coat ចោលហើយខ្ញុំក៏មានកាបិតឈូសនេះដែរបងប្អូនខ្ញុំមានច្រើនប្រភេទមានអីដងខ្លីទេមានដងវែងដល់1ម៉ែត្រអញ្ចឹងយើងប្រើឧបករណ៍ពីរហ្នឹងហើយឧបករណ៍នេះបងប្អូនអាចចូលទៅមើលនៅវីដេអូចាស់ក៏បានដែរខ្ញុំធ្វើមកវីដេអូពេញនៃឧបករណ៍នឹងមួយតែម្ដងអញ្ចឹងបងប្អូនអាចទៅមើលបាននេះគ្រាន់ខ្ញុំរៀបរាប់ត្រួសពីដំណើរការមួយទេបើឲ្យលម្អិតគឺតើបងប្អូនចូលទៅមើលឧបករណ៍មួយដើម្បីទទួលបានព័ត៌មានលម្អិតបងប្អូនអញ្ចឹងយើងចូលទៅឧបករណ៍បន្ទាប់បាទឧបករណ៍បន្ទាប់នេះគឺពេលដែលយើងកូរម្សៅបៀកហើយយើងត្រូវដួសម្សៅបៀកយកទៅធ្វើការមែនទេបងប្អូនអញ្ចឹងយើងមានធុងនេះសម្រាប់ដាក់ម្សៅបៀកឬក៏បងប្អូនអាចដាក់ក្នុងស្នូកនេះក៏បានដែរណាយកទៅបៀកហើយសម្រាប់កាបិតបៀកយើងមានច្រើនមែនទែនច្រើនប្រភេទដែលបងប្អូនអាចទៅមើលនៅក្នុងវីដេអូចាស់បានគឺខ្ញុំមានច្រើនប្រភេទហើយនឹងច្រើនទំហំទៀតទៅតាមចំណូលចិត្តបងប្អូនដែលចង់ធ្វើការមានអានេះក៏មានច្រើនប្រភេទដែរហើយសូមណែនាំដំបូងគេគឺបងប្អូនត្រូវប្រើអាឡូនេះបងប្អូននេះគឺជាអាឡូរុញម្សៅបៀកបងប្អូននិយាយទៅខ្ញុំដាក់វីដេអូអមនៅខាងលើដើម្បីឲ្យបងប្អូនងាយស្រួលយល់ទៅតាមដំណាក់កាលនៃឧបករណ៍ហ្នឹងនេះគឺជាឧបករណ៍រុញម្សៅបៀកនេះគឺស្រួលមែនទែនយើងអាចដាក់ក្នុងធុងរុញយកចឹងទៅមើលទៅត្រឹមប៉ុណ្ណាដែលយើងអាចប្រើកាបិតបៀកនេះបានយើងប្រើជាមួយកាបិតបៀកនេះរុញបដាយើងម្នាក់រុញម្នាក់ទៀតគឺបៀកតាមក្រោយបងប្អូនសម្រាប់ផ្ទាំងអញ្ចឹងធំគឺធ្វើការលឿនមែនទែនដូចជាធ្វើការលើផ្ទាំងទឹកដំបូងបងប្អូននៃការបៀកបងប្អូនហើយអានេះយើងក៏អាចប្រើដងបានតែដូចជាយើងប្រើទៅលើយ៉ាងពីដាណាបងប្អូនយើងមានដងតចេះបងប្អូននេះឃើញទេបងប្អូននេះយើងអាចលូតបានដល់3ម៉ែត្រ1ម៉ែត្រ2ម៉ែត្រ3សឡំបងប្អូនណា2ម៉ែត្រ3ហើយយើងក៏មានប្រភេទដងនេះសម្រាប់តជាមួយអាឡូនេះដែរបងប្អូនដែលនិយាយទៅគឺងាយស្រួលធ្វើការមែនទែនសម្រាប់កន្លែងត្រូវឈងបានខ្ពស់បងប្អូននេះយើងប្រើចេះមកនិយាយទៅគូពីរហ្នឹងគឺអត់អាចខ្វះបានទេបងប្អូនងាយស្រួលមែនទែនគូពីរហ្នឹងណាដូចខ្ញុំបញ្ជាក់អញ្ចឹងរុញម្នាក់រុញម្នាក់ទៀតចាំបៀកពីក្រោយទឹកដំបងគឺលឿនមែនទែនបងប្អូនអញ្ចឹងយើងបន្ទាប់ពីយើងបៀកទឹកដំបងហើយទឹកបន្ទាប់មកគឺយើងប្រើក្បិតបៀកប្រហែលប្រភេទនេះបងប្អូនទៅតាមការងារស្ថានភាពការងាររបស់បងប្អូនហើយមួយទៀតខ្ញុំក៏មាននេះបងប្អូនណានេះប្រភេទនេះ
để dương bịa tần nó bị đan đó một bộ vậy tức cứ tần nó bị đan hay nên đi với nhẹp trang phế rồi có trang đại dương to tần nó bị đan thông ấy chẳng á phở phụ nâng máu hay to bị dương to bị dương bị hôi sạch đó dương miênឧបករណ៍ថ្មីមួយទៀតដើម្បីខាត់អញ្ចឹងយើងចូលទៅឧបករណ៍ខាត់ទាំងអស់គ្នាមកឥឡូវយើងចូលមកទៅខាត់ម្សៅបៀកហ្នឹងជាចុងបញ្ចប់នៃការងារម្សៅបៀករបស់យើងហើយអញ្ចឹងមកទៅខាត់ម្សៅបៀកនេះគឺយើងមានសម្រាប់ដងខ្លីយើងមានពីរប្រភេទបងប្អូនមានប្រភេទមួយមាន LED និងប្រភេទមួយអត់ LED ភ្លើងពីក្រោយរបស់វាបងប្អូនអញ្ចឹងតម្លៃវាខុសគ្នាតិចតួចទេបងប្អូនខុសគ្នា$20បាទនេះយើងមានពីរប្រភេទហ្នឹងបងប្អូនសម្រាប់ដងខ្លីនិយាយទៅពេលយើងខាត់មកទលីវាបូមចូលទៅក្នុងស្បោងនេះហ្មងគឺវាអត់ថយទេអញ្ចឹងបងប្អូនអាចមើលវីដេអូអមនៅខាងលើដែលខ្ញុំបានដាក់ហ្នឹងហើយក៏យើងមានដងវែងដែរបងប្អូននេះដងវែងអាចលូតបានដល់2ម៉ែត្រសម្រាប់ធ្វើការនៅលើពីដាឬក៏ផ្ទៃចាំងធំបងប្អូនអាចប្រើដងវែងបាននិយាយទៅសម្រាប់បងប្អូនអាចសាកសួរឬក៏តាក់ទងមកតាមលេខ Telegram និងក្នុង page ក៏បានដើម្បីសួរនាំតាក់ទងនឹងការងារម្សៅបៀឬក៏ឧបករណ៍ផ្សេងបងប្អូនអាចតាក់ទងមកខាងយើងខ្ញុំបានយើងនឹងពិភាក្សាគ្នារកដំណោះស្រាយដែលបងប្អូនជួបបញ្ហាហ្នឹងដើម្បីឲ្យយើងមានបង្កើនភាពស្និទ្ធស្នាលងាយស្រួលក្នុងការប្រាប់បញ្ហាពីគ្នាទៅវិញទៅមកអញ្ចឹងមានតែប៉ុណ្្នឹងទេហើយមួយទៀតបងប្អូនជួយចុច like និង subscribe Channel YouTube ខ្ញុំម្នាក់មួយផងបើបងប្អូនទស្សនាតាម Facebook កុំភ្លេចជួយ follow យើងខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីទៀតពីឧបករណ៍របស់ហាងយើងខ្ញុំបាទជំរាបលាបាយបាយ